តមកបងថ្ងៃនេះខ្ញុំមានកាបូបដឹកជញ្ជូនពីរដែលត្រូវតឡើងជូនភ្ញៀវអញ្ចឹងគាត់ខូចនេះតឡើងហើយឥឡូវយើងមកតឡើងពណ៌លឿងនេះមួយទៀតអញ្ចឹងមុននឹងតឡើងមកប្រាប់បងសិនថាក្នុងកាបូបហ្នឹងមានអីខ្លះបងពេលទិញទៅនេះបងបានមកថងដូចខ្ញុំបង្ហាញអញ្ចឹងអាហ្នឹងដែកសម្រាប់យើងតជាឆ្អឹងកាបូបហើយមានខ្សែស្ពាយដែរខ្សែស្ពាយនេះសម្រាប់បងដែលគាត់ចង់ស្ពាយដាក់ស្ពាយបានបើអត់ចង់ស្ពាយទេដាក់លើម៉ូតូក៏បានដែរហើយយើងមានជ័រហើយនឹងខ្សែរឺតនេះនៅក្នុងហ្នឹងដែរបងតាមពិតទៅវីដេអូនេះខ្ញុំមិនត្រូវដាក់កាមេរ៉ាហើយឲ្យឃើញមុខអីចឹងទេអៀនកាមេរ៉ាណាបងអើយតែស្ដាយនៅឃើញតែតឡើងហើយដាក់មកវីដេអូហ្មងទៅអញ្ចឹងសម្រាប់នេះខ្ញុំសុំហៅថាជ័រកែងណាបងជ័រកែងនេះគឺវាមាន3ប្រឡោះអញ្ចឹងបងអាចមើលតាមដៃខ្ញុំច្អល់បានអញ្ចឹងអាប្រឡោះដែលមានហ៊ុននេះបងឃើញទេអាហ្នឹងបងទុកធ្វើតំណតឡើងមកលើវិញអញ្ចឹងដំបូងគេនេះខ្ញុំរៀបឆ្អឹងអានៅខាងបាតកាបូបសិនដោយសារជ័រកែងហ្នឹងវាមាន2ប្រឡោះដែលបងដាក់ដៃចូលទៅវាដល់អាកន្លែងពណ៌សកន្លែងតល់ហ្មងអញ្ចឹងបងប្រើអាហ្នឹងដើម្បីធ្វើជាតំណតវាឲ្យចេញជារាងជ្រុង4ហ្នឹងសិនមកហើយបន្ទាប់មកនេះបងទុកអាកន្លែងប្រឡោះហ្នឹងធ្វើតំណតឡើងមកលើទៀតអញ្ចឹងអាប្រឡោះដែលខ្ញុំទុកនេះដើម្បីធ្វើដាក់ដែកតឡើងមកលើបងអញ្ចឹងអានេះខ្ញុំធ្វើអាដែកដែលនៅបាតកាបូបសិនដើម្បីដាក់ឲ្យវាឡើងមកលើអញ្ចឹងយើងធ្វើតអញ្ចឹងរហូតមកដែកហ្នឹងវាមានវែងវាមានខ្លីតាមបដោយទៅតឹងអញ្ចឹងបងអញ្ចឹងបងអាចដាក់តាមហ្នឹងបានហើយពេលបងដាក់វាគ្រប់កន្លែងត្រូវតាមប្រឡោះហ្នឹងអស់ហើយនេះបងវាចេញរាងអញ្ចឹងអាហ្នឹងយើងយកមកដាក់បាតកាបូបនេះបងអញ្ចឹងអាឆ្អឹងនៅបាតកាបូបហ្នឹងពេលដាក់ឲ្យវាចេញអញ្ចឹងអាជ័រដែលខ្ញុំប្រាប់បងថាឲ្យទុកប្រឡោះហ្នឹងអាហ្នឹងយើងទុកធ្វើតឡើងមកលើទៀតអញ្ចឹងនៅពេលដាក់ហើយអញ្ចឹងទៅវាចេញជារាងបែបហ្នឹងសិនវាអត់ទាន់មាំទេដោយសារយើងអត់ទាន់តអស់ហ៎អញ្ចឹងឥឡូវខ្ញុំមកតឡើងតទៀតអានេះដាក់ដែកវែងតាមហ្នឹងបងដូចខ្ញុំបញ្ជាក់បងអញ្ចឹងថាមានវែងខ្លីដោយសារយើងមានតតឹងបដោយកាបូបតាមហ្នឹងដែរអញ្ចឹងកន្លែងនេះប្រហែលជាខ្ញុំដាក់ speed ឲ្យលឿនតិចដើម្បីឲ្យដាក់ទៅវាឆាប់ចេញរាងហើយបងមើលថាពេលដែលយើងតឡើងអាខាងលើតមកហ្នឹងវាចេញរាងតបែបម៉េចកាបូបនេះងាយស្រួលមែនតើសម្រាប់បងដែលមានលក់អនឡាញចង់ដាក់កាបូប delivery អីបងយកនេះទៅបានធន់នឹងពលឺថ្ងៃធន់នឹងទឹកនិយាយទៅដាក់ទៅអត់មានខ្លាចឈាបទឹកឈាបអីចូលទេទិញទុកការពារខែភ្លៀងបានឥឡូវកាបូបខ្ញុំចាត់ចេញរូបរាងមែនតើណាបងនេះរូបរាងដាក់ចូលក្នុងកាបូបចាំបងឃើញនេះអាជ័រដែលខ្ញុំប្រាប់ថាទុកតឡើងនេះបងយកអាដែកដែលយើងធ្វើមិញហ្នឹងយកទៅដាក់តគ្នាជាមួយហ្នឹងមកដើម្បីវាចេញជារាងកាបូបដែលយើងដាក់ទៅវាស្មើគ្នាវាអត់ធូរវាអត់អាឡុងអីចឹងទៅអញ្ចឹងពេលកែងហ្នឹងដែលយើងតឡើងហើយនេះបងទាញដូចខ្ញុំបានទាញធ្វើម៉េចឲ្យវាឡើងកែមហ្នឹងជាមួយនឹងកាបូបហ្នឹងស្មើគ្នានេះបងទាញតតែដាក់អញ្ចឹងបានកាបូបហ្នឹងវានឹងហើយវាមានកន្លែងបិទកន្លែងអីនេះបងបិទតាមខ្ញុំមកហ្នឹងបានកាបូបហ្នឹងវាស្មើចេញរាងមកស្អាតបើបងធ្វើអត់ដូចខាងខ្ញុំធ្វើទេអាហ្នឹងវាលបោទៅក្រោមវិញអស់ហើយបើន័យថាដាក់ទៅបិទទៅវាអត់ជាប់គ្នាល្អបងអញ្ចឹងដែកហ្នឹងបងទាញឲ្យស្មើដូចដែលខ្ញុំបង្ហាញមុនហ្នឹងមកហើយបងបិទអានេះឲ្យគ្រប់តាមវាមានប្រឡោះតាមហ្នឹងបងអញ្ចឹងបិទតាមហ្នឹងបានហើយនៅខាងក្នុងកាបូបបងឃើញអាប្រទេសខ្មៅនេះហ៎អញ្ចឹងអាហ្នឹងយើងបិទតាក់2ជាន់បានណាបងនេះដូចខ្ញុំបិទឲ្យបងមើលអញ្ចឹងពេលដែលបិទអញ្ចឹងទៅអាខាងលើនេះបងចង់ដាក់អីផ្សេងក៏បានដែរលើក្នុងកាបូបហ្នឹងចង់ប្រើ2ជាន់ចង់ក្រោមដាក់គ្រឿងកៅអៅលើដាក់អីផ្សេង skincare អញ្ចឹងពេលដែលដឹកទៅបិទអញ្ចឹងបានហើយសំខាន់អាហ្នឹងមាន2កលៈបងអត់ចង់បិទអាខ្ពស់បិទអាទាបនេះក៏បានដែរបិទបានដូចគ្នាហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងហើយក៏សូមអធិស្ឋានបើសិនជាក្នុងនេះបងមើលអត់ចូលកន្លែងណាដែលខ្ញុំនិយាយអីនឹងបងឆាចូល page សួរព័ត៌មានបន្ថែមក៏បានដែរអត់ចង់ពិបាកពេលទិញទៅយកទៅតឡើងខ្លួនឯងឯងបងអាចឲ្យខាងយើងតឡើងពីហាងជូនបងក៏បានដែរអញ្ចឹងកាបូបគឺយើងតឡើងហើយឯងបងអាចមើលគុណភាពបានធានាថាស្អាតដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងចាប់អារម្មណ៍ឬត្រូវការកម្មងបងអាចឆាចូល page បានអរគុណបង